ឆ្វេងមកដៃរបស់អេវូថងកំពុងតរចន្លោះរងសិនឲ្យតែអេវូថងបានចូលគៀកគ្រោះថ្នាក់ស្ដាំខុសចូលទាត់ក្រោមយាស្ដាំអត់ទៅស្ដាំមកដៃឆ្វេងសម្រាប់ចូលយាអេវូថងគិចអូមានក្បាច់កវាត់ទៀតអាន់ជេឡូឆ្វេងស្ដាំអាន់ជេឡូស្ដាំមកដៃរបស់អេវូថងឆ្វេងស្ដាំអូហូអីយ៉ាមានក្បាច់កវាត់ឈឺបាទចំឡយជាមួយអេបាទស្ដាំខោទាត់ក្រោមលោកស្រីអ្នកនាងកញ្ញាកំពុងទស្សនាកម្មវិធីនៃការប្រកួតកីឡាប្រដាល់ជើងឯកគុនខ្មែរអន្តរជាតិដែលកម្មវិធីបានទទួលការឧបត្ថម្ភធំអំពីក្រុមហ៊ុនស្រាផែនដីស្រាផែនដីរសជាតិមានន័យជ្រៅស្រាផែនដីផ្សំពីយិនសិនសម្រាប់បើកម្លាំងបើឈាមជាពិសេសបើសុខភាពប្រចាំថ្ងៃស្រាផែនដីមានសញ្ញាផែនដីពណ៌ខៀវជាសម្គាល់ក្រុមហ៊ុនស្រាផែនដីសូមថ្លែងអំណរគុណអ្នកជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រផលិតផលស្រាផែនដីក្រុមហ៊ុនសូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថាបច្ចុប្បន្នមានស្រាមួយចំនួនធ្វើការផ្សព្វផ្សាយយកស្ទីលឲ្យស្រដៀងគ្នាទៅនឹងស្រាផែនដីដែលធ្វើឲ្យច្រឡំគ្នាក្រុមហ៊ុនស្រាផែនដីសូមប្រកាសថាផលិតផលស្រាផែនដីមានតែមួយប្រភេទគត់ចំពោះស្រាដទៃទៀតដែលផ្សព្វផ្សាយស្រដៀងគ្នានោះពុំមែនជាផលិតផលរបស់ក្រុមហ៊ុនស្រាផែនដីឡើយមុនពេលទិញសូមសួររកស្រាផែនដីដែលមានសញ្ញាផែនដីពណ៌ខៀវជាសម្គាល់ជឿជាក់លើគុណភាពពិតស្រាផែនដីរសជាតិមានន័យជ្រៅនៅក្នុងនោះក៏បានទទួលការសហការឧបត្ថម្ភអំពីក្រុមហ៊ុន K Cement រឹងមាំគង់វង្សយូរអង្វែងសាប៊ូ Protect IC Code ថ្មីជួយកាត់បន្ថយការកើនឡើងនៃបាក់តេរីសាប៊ូ Protect Do 12កម្ចាត់បាក់តេរីដែលជាមូលហេតុឲ្យមានក្លិនខ្លួន Poldam Mix បំបត្តិអាការៈឈឺក្បាល Revlon Mixum បំបត្តិក្លិនក្លៀកជារៀងរហូតសន្តាគារផ្លូវការសន្តាគារកម្ពុជាយ៉ាណា Nissan Navara ស៊េរីថ្មីជារថយន្ត Pick-up 6 លេខដំបូងបង្អស់នៅកម្ពុជា ពិធីថ្វាយបង្គំគ្រូចំពោះកីឡាករអេវូថងដែលជាកីឡាករប្រជាជាតិកម្ពុជាយើងបានចំមុនហើយនឹងបញ្ចប់ចុងក្រោយនេះបាទជាកីឡាករមកពីប្រទេសញូហ្សេឡង់ Tony Angelo គូទី7ទឹកទី1 round 1 បាទឥឡូវនេះសូមអញ្ជើញលោកលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាកម្មវិធីនៃការប្រកួតបាទគូចុងក្រោយបង្គោលក្រហម Tony Angelo ជាកីឡាករមកពីប្រទេសញូហ្សេឡង់បាទរីឯបង្គោលខៀវគឺកីឡាករប្រជាជាតិកម្ពុជារបស់យើងមកពីសមាគម កីឡាប្រដាល់ក្រសួងការពារជាតិគឺកីឡាករអេវូថងAngelo ទាត់ពីជិះចាប់ជើងបានទាត់ស្ដាំអូលាត់ស្នៀមមិនបានទេបាទព្រោះថា Angelo ខ្ពស់ណាស់អេវូថងរងត្រូវស្ដាំមួយជើងរបស់ Angelo ធាក់ឆ្វេងធាក់មួយជើងទៀតធាក់ស្ដាំវិញម្ដង Angelo អេវូថងទាត់ពីជើងទួនចាប់ជើងបានសោកស្ដាំម្ដាយថែមដែរតែមិនត្រូវទាត់ត្រូវស្ដាំម្ដាយរបស់អេវូថង Angelo ទាត់ក្រោមទាត់ស្ដាំខ Angelo ញញឹម
ប្រងតែផ្ដួលទឹកទី1បាទប្រសិនបើអេប៊ូថងផ្ដួលអាន់ជីឡូឲ្យសន្លប់ទឹកទី1ឬក៏ទឹកទី2ឬក៏ទឹកទី3ស្រាផែនដីនឹងប្រគល់ជូនមួយលានរៀលទាត់ក្រោមទាត់សម្រាប់សកស្ដាំតាមឆ្វេងទាត់ស្ដាំមកជើងទៀតអាន់ជីឡូស្ដាំឆ្វេងខុសទៅស្ដាំប៉ិតបាទចាប់ជើងបានអូយដៃវែងណាស់អេប៊ូថងវាមិនដល់ទេបាទអូពិតជាវែងមែនបាទទាត់ក្រោមទាត់ស្ដាំសងអេប៊ូថងអាន់ជីឡូធាក់ស្ដាំអេប៊ូថងចាប់ជើងស្អីយ៉ាងម៉េចអេប៊ូថងកំពុងត្រឡប់ល្បិចព្រោះថាអាន់ជីឡូខ្ពស់ទាល់តែមែនតែនសកស្ដាំខអេប៊ូថងគេគាត់ស្ដាំម្ដាយទាត់ស្ដាំក្រោមត្រូវស្ដាំលហើយតិចបាទវែងស្ដាំឆ្វេងរបស់អាន់ជីឡូអេប៊ូថងទាត់ស្ដាំក្រោមធាក់ឆ្វេងម្ដាយរបស់អេប៊ូថងកំពុងត្រឡប់ចន្លោះរងសិនឲ្យតែអេប៊ូថងបានចូលគៀករួចដាក់ស្ដាំខុសចូលទាត់ក្រោមយាស្ដាំអត់ទៅស្ដាំម្ដាយឆ្វេងសម្រាប់ចូលយាយអេប៊ូថងកិច្ចអូមានក្បាច់កវាត់ទៀតអាន់ជីឡូឆ្វេងស្ដាំអាន់ជីឡូស្ដាំម្ដាយរបស់អេប៊ូថងឆ្វេងស្ដាំអូហូអីយ៉ាមានក្បាច់កវាត់ឈឺបាទចំឡយជាមួយអេបាទស្ដាំខទាត់ក្រោមចាប់ទឹកទី1ចាប់ទឹកទីបាទសូមបង្វែរអារម្មណ៍អេប៊ូថងបាទទឹកទី2ទឹកទី1អំបញ្ញមិញអេប៊ូថងរកកន្លែងចូលគៀកមិនឃើញឥឡូវចូលដល់ទឹកទី2អាន់ជីឡូទាត់អេប៊ូថងទាត់ស្ដាំអាន់ជីឡូធាក់ស្ដាំអេប៊ូថងសោកស្ដាំតាមឆ្វេងម្ដាយឆ្វេងស្ដាំរបស់អាន់ជីឡូឆ្វេងទាត់ស្ដាំឆ្វេងស្ដាំអេប៊ូថងសោកស្ដាំតាមឆ្វេងម្ដាយដែរមានទៅមានមកចលោទាត់ចាប់ជើងសោកស្ដាំតាមឆ្វេងស្ដាំឆ្វេងអញ្ញាកណ្ដាលលោកជ័យបំពេញរាប់បាទ2 3 4 5 6 7 8បន្តការប្រកួតបាទពលរដ្ឋមិនបានទេកុំឲ្យអេប៊ូថងចូលគៀបាទកុំថាវែងដកឆ្វេងទាត់ក្រោមសោកស្ដាំដូរគ្នាឆ្វេងស្ដាំអេប៊ូថងសោកឆ្វេងសងអេប៊ូថងសងដងខ្លួនស្ដាំម្ដាយឆ្វេងស្ដាំចង្គង់របស់អាន់ជីឡូស្ដាំវត្តស្ដាំអូស្ដាំរបស់អេប៊ូថងរុញផ្អាប់ទៅនឹងរិញអាញាកដាលបំបាយបាទបើផ្ដួលដៃគូឲ្យសន្លប់នៅចន្លោះទឹកទី1ទឹកទី2និងទឹកទី3អេប៊ូថងនឹងបានទទួល1លានរៀលពីក្រុមហ៊ុនស្រាផែនដីទាត់ក្រោមអាន់ជីឡូឆ្វេងស្ដាំម្ដាយទៀតឆ្វេងត្រេតហើយអញ្ញាកដាលសុំរាប់ម្ដងទៀត1 2 3 4 5 6 7 8បន្តការប្រកួតងួនធ្ងរអូហក់ជង្គង់ស្ដាំរបស់អេប៊ូថងខុសស្ដាំអាន់ជីឡូស្ដាំអេប៊ូថងឆ្មក់ឆ្វេងស្ដាំអញ្ញាកដាលយ៉ាងម៉េចសុំអើយបញ្ឈប់ការប្រកួតតែម្ដងបាទរាប់ក្នុងមួយទឹកគឺរាប់បានតែ3ដងតែប៉ុណ្ណោះបាទមិនអនុញ្ញាតឲ្យរាប់ដល់ទៅ4ដងទេអេប៊ូថងបានសម្រេចបាទបង្គោលខៀវឈ្នះបង្គោលក្រហមលោកអញ្ញាកដាលបញ្ឈប់បង្គោលក្រហមនៅក្នុងទឹកទី2បាទអេប៊ូថងទទួលការឧបត្ថម្ភពីក្រុមហ៊ុនស្រាផែនដីជាទឹកប្រាក់ចំនួន1លានរៀលអូខេបាទជាបន្តទៅទៀតគឺជាពិធីប្រគល់ពានរង្វាន់ដែលបានទៅលើក្រុមកីឡាករកម្ពុជាកីឡាករមាន4នាក់បាទជាដំបូងក៏សូមឲ្យកីឡាករលើកពានបានម្នាក់ម្ដងសូមគ្រប់អញ្ជើញអាយដាមអង្គការចលនាជីវវិទ្យាសហព័ន្ធបាទប្រគល់ពានរង្វាន់ទៅឲ្យអេប៊ូថងបាទពេលអេប៊ូថងលើកហើយមួយបាទអបអរសាទរមួយបាទកម្ពុជាបានទទួលពានបាទហើយបន្តមកទៀតបាទសូមគ្រប់អញ្ជើញអាយដាមអង្គការគិតធៀងបាទប្រគល់ពានរង្វាន់ទៅឲ្យកីឡាករមាសចន្ទថាបាទជាបន្តសូមគ្រប់អញ្ជើញអាយដាមស្នេហ៍ទូតែមើលដែលជាអនុប្រធានទី1របស់សហព័ន្ធបាទប្រកួតពានរង្វាន់ទៅកីឡាករនួនសុរិយាបាទ
យ៉ាបងទៅនោះចុងក្រោយបាទសូមគ្រប់អញ្ជើញលោកអញ្ញាលីប៉យូជាមួយអាយដាមតុកកំសាយបាទព្រោះថានៅសល់ប្រគល់ពានរង្វាន់ទៅឲ្យកីឡាករវ៉នវីវ៉ាបាទវ៉នវីវ៉ាបាទសូមឲ្យកីឡាករកម្ពុជាបាទសូមឲ្យអេបថងដែលជាដឹកនាំមកលើកពានមួយឲ្យខ្ពស់ដើម្បីឲ្យគេថតបាទសូមស្លេងអបអរសាទរមួយផងបាទ បាទកម្មវិធីនៃការប្រកួតកីឡាប្រដាល់ជើងឯកគុណខ្មែរអន្តរជាតិបានឈានចូលដល់ទីបញ្ចប់ហើយនៅក្នុងខណៈនេះបាទកម្មវិធីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីអ្នកនាងកញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាកម្មវិធីនៃការប្រកួតកីឡាប្រដាល់ជើងឯកគុណខ្មែរអន្តរជាតិ CDN សន្យាថានឹងធ្វើការរៀបចំកម្មវិធីនៃការប្រកួតកីឡាប្រដាល់លក្ខណៈអន្តរជាតិនេះដើម្បីនៅក្នុងនេះពង្រីកនិងផ្សព្វផ្សាយនៅអរិយធម៌វប្បធម៌ដែលជាសម្បត្តិមរតករបស់ខ្មែរយើងគឺក្បាច់គុណខ្មែរនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលា